បាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍អំពីប្រទេសកម្ពុជាដោយសារព័ត៌មានអាហ្សេបៃចាន់អាហ្សេបៃចាន់ក៏បានរាយការណ៍ដោយយោងប្រភពជាច្រើនណាប្រភពដូចក្នុងនោះមានប្រភពរបស់ខាងសារព័ត៌មានចិនស៊ីនហួរផងអញ្ចឹងខ្ញុំដឹងថាប្រិមិត្តដឹងរឿងនេះច្រើនហើយនៅក្នុងប្រទេសកម្ពុជាដឹងទាំងអស់គ្នាហើយក៏ប៉ុន្តែខ្ញុំចង់ដឹងថាតើខ្ញុំចង់ឲ្យប្រិមិត្តដឹងថាតើនៅខាងក្រៅប្រទេសគេមានសេចក្តីរាយការណ៍យ៉ាងម៉េចខ្លះអំពីប្រទេសកម្ពុជាពាក់ព័ន្ធជាមួយនឹងការដំឡើងប្រេងបើតាមសេចក្តីរាយការណ៍របស់ News Azerbaijan ក៏បានរាយការណ៍ដឹងថាតម្លៃប្រេងលក់រាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងម្ដងទៀតហើយនៅថ្ងៃអង្គារនេះក្នុងខណៈពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានៅតែមាននៅឡើយនេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានបញ្ជាក់ឲ្យដឹងបាទហើយសារព័ត៌មាន News Azerbaijan បានរាយការណ៍ដោយយោងទៅតាមប្រភពរបស់សារព័ត៌មាន Xinhua របស់ចិននៅក្នុងការប្រកាសមួយនោះគឺខាងក្រសួងបានឲ្យដឹងថាប្រេងសាំងធម្មតាក្នុង1លីត្រគឺតម្លៃស្មើនឹង 5,400 រៀលណាដែលស្មើនឹងជាដុល្លារគឺ 1.34 $1 3សេនជាងគឺជាតម្លៃដែលនឹងចាប់ផ្ដើមឡើងថ្លៃចាប់ពីថ្ងៃអង្គារនេះរហូតតតែមានការជូនដំណឹងជាថ្មីនេះជាការមួយឡើងចំនួន4កណ្ដោះសញ្ញា85by 75% ពីតម្លៃពីមុនដែលមានតម្លៃ 5,150 រៀលជាដុល្លារគឺ $1.28 សេនក្នុង1លីត្រកាលពីមួយសប្តាហ៍មុនបាទដោយឡែកតម្លៃប្រេងម៉ាស៊ូតវិញគឺមានតម្លៃ 5,450 រៀលក្នុង1លីត្របាទដែលជាការកើនឡើងចំនួន4កណ្ដោះសញ្ញា 8% ផងដែរពីតម្លៃមុនចំនួន 5,200 រៀលនេះបើយោងតាមសេចក្តីរាយការណ៍ណាបាទចាប់តាំងពីការផ្ទុះឡើងនៅចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាមកគឺតម្លៃប្រេងសាំងធម្មតាក៏ដូចជាម៉ាស៊ូតនៅក្នុងប្រទេសកម្ពុជាបានកើនឡើងប្រមាណជា40% ហើយនឹងម៉ាស៊ូតនឹងគឺ 41.5% បាទនេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់កម្ពុជាដោយឡែកលោកអេងកុកថៃដែលជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីវិញក៏បានថ្លែងឲ្យដឹងថាចំនួនឬក៏ភាពតានតឹងដែលកំពុងតែកើតមានឡើងនៅតំបន់មជ្ឈិមបូព៌ានេះគឺមានការគម្រាមកំហែងដោយផ្ទាល់តែម្ដងទៅលើសន្តិសុខធម្មពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលដែលប្រទេសបណ្ដាប្រទេសនៅក្នុងតំបន់នេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរប្រេងកាតចេញពីតំបន់ឈូងសមុទ្រ Perth បាទដែលសំខាន់គឺច្រកសមុទ្រ Hormuz នេះលោកអេងកុកថៃបានមានប្រសាសន៍បន្ថែមទៀតថាប្រទេសកម្ពុជាជាពិសេសនឹងគឺបានចំណាយប្រាក់ប្រមាណជាជិត$100 លានដោយសារតែតម្លៃប្រេងកើនឡើងហើយរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ចុះតម្លៃនោះដោយឲ្យអតិថិជននៅអាចប្រើប្រាស់បានអញ្ចឹងគឺមិនថាតែប្រទេសកម្ពុជាទេបើយោងតាមសេចក្តីរាយការណ៍នេះគឺបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍នេះគឺមានផលប៉ះពាល់ដោយសារតែពួកបណ្ដាប្រទេសទាំងអស់នោះគឺពឹងផ្អែកទៅលើការនាំចូលប្រេងពីច្រកសមុទ្រ Hormuz